មកដឹងទាំងអស់គ្នាតើក្រុមណាខ្លះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ពីរំព័ន្ធហ៊ុនសែនខឹប ឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្ត ការប្រកួតពីរំព័ន្ធហ៊ុនសែនខឹបថ្នាក់ជាតិលើកទី 18 រដូវកាល 2024-2025 លោកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយបន្ទាប់ពីចប់ការប្រកួតវគ្គ 8 ក្រុមចុងក្រោយកាលពីល្ងាចមិញថ្ងៃទី 3 ខែមេសា ឆ្នាំ 2025 ក្រុមពេញក្រោយបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់មុនគេបន្ទាប់ពីយកឈ្នះ Nagawer ទាំងពីរជើងក្នុងលទ្ធផល 4-1 កាលពីថ្ងៃទី 14 ខែមីនា ឆ្នាំ 2025 នៅថ្ងៃទី 2 ខែមេសាប្រខ័ណ្ឌនៃចៃរៀងបានយកឈ្នះគិរីវង្សសុកសែនជ័យទាំងពីរជើងក្នុងលទ្ធផល 4-2 ហើយវិសាខាបានយកឈ្នះក្រសួងការពារជាតិទាំងពីរជើងក្នុងលទ្ធផល 6-2 ចុងក្រោយកាលពីថ្ងៃទី 3 ខែមេសាបង្កេតបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ចុងក្រោយគេបន្ទាប់ពីយកឈ្នះ ISI និងខោសែនជ័យទាំងពីរជើងក្នុងលទ្ធផល 3-0 គោវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ម្ចាស់ជើងឯកឆ្នាំចាស់ប្រខ័ណ្ឌនៃចៃរៀងឬប៉ះជាមួយនឹងបង្កេតនិងភ្នំពេញក្រោនឬប៉ះវិសាខាដែលសុទ្ធតែជាក្រុមខ្លាំងប៉ះខ្លាំងតើបងប្អូនយល់យ៉ាងណាដែរហើយបងប្អូនគិតថាក្រុមមួយណាជាម្ចាស់ជើងឯកនៅឆ្នាំនេះរដូវកាល 2024-2025 សូមខមមិននៅខាងក្រោមជួបគ្នានៅវីដេអូក្រោយ